បាទសួស្តីបងប្អូនអរគ្នាហើយណាតំណែងតិចពេលព្រឹកខ្ញុំរើសមេពូជចេញបងប្អូនបាទបើសិនជាយើងមិនរើសមេពូជចេញទេព្រោះដោយសារវាដល់ថ្ងៃដែលយើងវាត្រូវចាប់កាលណាមេពូជវានៅក្នុងធុងទៀតវានឹងបន្តពូជបន្តទៅទៀតព្រោះដោយសារតកូវនឹងវាធំតូចអញ្ចឹងយើងមិនអាចទុកវាឲ្យវាបន្តពូជទៀតទេបងប្អូនណាយើងត្រូវដកមេពូជយកទៅដូរបង្កាត់ធុងថ្មីបាទអធិស្ឋានផងព្រោះដោយសារខានដល់លឺសំឡេងម៉ូតូណាយើងដកមេពូជអញ្ចឹងដើម្បីយកទៅបង្កាត់នៅកន្លែងធុងថ្មីដើម្បីយើងបានពូជតកូវស្មើគ្នាអញ្ចឹងណាបងប្អូនបាទយើងមិនអាចទុកនៅធុងចាស់ទៀតទេព្រោះធុងចាស់វាដល់ថ្ងៃដែលត្រូវកំណត់ឲ្យយើងចាប់តកូវដែលធំហើយបងប្អូនបាទហើយយើងត្រូវរើសមេចេញជាបន្តបន្ទាប់អញ្ចឹងណា